ជំងឺគាត់មិនអាចមើលឃើញអក្សរ E នៅចម្ងាយ3ម៉ែត្រដែលយើងបិទនៅលើជញ្ជាំងឬក៏ព្យួរនៅលើជញ្ជាំងនោះទេអញ្ចឹងយើងប្រើអក្សរ E តូលណាដើរចូលទៅគៀកគាត់ចម្ងាយ2ម៉ែត្រពីភ្នែករបស់គាត់បាទណាអញ្ចឹងហើយសួរគាត់ថាតើទិសដៅនៃអក្សរ E ហ្នឹងបែរទៅណាបើសិនជាគាត់ឆ្លើយមិនត្រឹមត្រូវទេមិនអាចដឹងថាទិសនឹងបែរទៅណាទេអញ្ចឹងយើងដើរបាទណាយើងរំកិលទៅគៀកគាត់ចម្ងាយ1ម៉ែត្រទៀតមានន័យថា1ម៉ែត្រពីភ្នែកគាត់ហើយយើងបង្ហាញអក្សរ E នឹងដដែលបាទហើយឲ្យគាត់មើលថាតើទិសអក្សរ E នឹងបែរទៅណាប្រសិនជាករណីគាត់នៅតែមើលមិនឃើញទេសូម្បីតែ1ម៉ែត្រចេញពីភ្នែកគាត់មើលមិនឃើញអក្សរ E នឹងថាដឹងទិសវាបែរទៅណាទេអញ្ចឹងយើងប្រើវិធីមួយទៀតគឺយើងប្រើដៃមានន័យថាក្រវីដៃនៅពីមុខភ្នែករបស់គាត់ក្រោមចម្ងាយ1ម៉ែត្រនោះប្រសិនបើគាត់មើលឃើញដៃរបស់យើងក្រវីរបៀបអញ្ចឹងណាមានន័យថាគាត់មើលឃើញតែបើសិនជាគាត់មិនអាចមើលឃើញដៃយើងក្រវីនៅមុខភ្នែករបស់គាត់ទេអញ្ចឹងយើងត្រូវប្រើឧបករណ៍មួយទៀតដើម្បីបញ្ជាក់ថាតើភ្នែករបស់គាត់មានលទ្ធភាពមើលឃើញឬក៏យ៉ាងណាឃើញកម្រិតណាអញ្ចឹងយើងប្រើពិលណាដែលមានពន្លឺបញ្ចាំងលើភ្នែករបស់គាត់ណាបញ្ចាំងណាហើយយើងសួរគាត់ថាតើនៅពេលដែលយើងបញ្ចាំងយ៉ាងគាត់មើលឃើញភ្លើងអត់ណាដើម្បីយើងបញ្ជាក់ថាភ្នែករបស់គាត់ឆ្លើយត្រូវឬក៏ខុសបើសិនជាគាត់យើងបញ្ចាំងនៅលើភ្នែករបស់គាត់ហើយគាត់ឆ្លើយមកថាឃើញពន្លឺភ្លើងក្រហមនោះមានន័យថាភ្នែករបស់គាត់អាចមើលឃើញតែបើករណីដែលយើងបញ្ចាំងនៅលើភ្នែករបស់គាត់ហើយណាហើយគាត់មិនអាចដឹងថាភ្លើងក្រហមឬក៏សឬក៏អីទេអញ្ចឹងមានន័យថាភ្នែករបស់គាត់គឺមិនអាចឬក៏មិនមើលឃើញភ្លើងទេដល់ពេលដែលយើងវាស់ហើយភ្នែករបស់អ្នកជំងឺមួយខាងឧទាហរណ៍ភ្នែកខាងស្នាមមុនបាញ់មិញធ្វើតាមរបៀបដូចរៀបរាប់បាញ់មិញរួចហើយយើងមកធ្វើភ្នែកវាស់ភ្នែកខាងឆ្វេងឡើងវិញដល់យើងសួរអ្នកជំងឺដូចភ្នែកស្នាមដែរ